Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel MVMOV នៅថ្ងៃនេះគឺជើងបំពុតទៅទី5នៃរឿងគ្រូពេទ្យទេវតាសម័យថ្មីស្រីរឿងចាប់ផ្ដើមឈូនេះបានសរសើរ Buffon ថាលោកពិតជាអស្ចារ្យមែនទែនហើយនឹងមានការងើបឆ្ងាំផងដែរហើយអ្វីបញ្ជាលោកបានដឹងថាគឺមានអ្វីនៅក្នុងហៅប៉ៅរបស់ជនធានតើលោកក៏មានភ្នែកទឹកឲ្យមើលឃើញអ្វីនៅក្នុងកប៉ាល់របស់គេមែនទេអញ្ចឹង Buffon ក៏បានសួរឈូឲ្យនាងទេមើលម្ល៉េះឈូនេះក៏បានចាក់ដៃឲ្យខ្លួនរបស់នាងជាប់ខ្លាច Buffon ឃើញអ្វីផ្ដេសផ្ដាស់ចំណាក្តី Buffon បាននិយាយថាដោយសារតែគេគឺជាពេទ្យថ្នាំបុរាណអញ្ចឹងគ្រាន់តែមើលស្បែករបស់ជនធានក៏បានដឹងថាគេគឺកំពុងតែធ្វើអ្វីឬមួយក៏កំពុងតែប្រព្រឹត្តអ្វីដែរអញ្ចឹងឈូនេះក៏បានធូរចិត្តមែនទែនដូច្នេះ Buffon គេក៏បានសូមលាឈូដោយសារតែគេប្រញាប់ទិញឱសថថ្នាំបុរាណអញ្ចឹងឈូនេះក៏បានអរគុណ Buffon ដែលបានជួយហើយនេះនឹងតាក់ទងទៅកាន់ Buffon នៅពេលក្រោយហើយទៅវិញក៏ជាហាងថ្នាំឱសថបុរាណនឹងឯងចំណែកឯអាប៉ែម្នាក់នេះគេក៏មានឈ្មោះថាលីហុងគឺជាអ្នកលក់នៅទីនេះ Buffon បាននិយាយថាខ្លួនគេក៏ត្រូវការទិញឱសថថ្នាំមួយចំនួនចុះក៏ដែរឲ្យអ្នកលក់នឹងមើលអញ្ចឹងលីហុងក៏ពិតជាចាប់សប្បាយចិត្តផងទៅគិតថាមនុស្សម្នាក់នេះគឺជាមួយធំរបស់គេនៅពេលល្ងាចនេះហើយក៏បានរៀបចំថ្នាំជាច្រើនមុខឲ្យ Buffon ស្រូបទឹកប្រាក់ទៅគឺអស់ចំនួន 253,000 ចន់អញ្ចឹងក៏ធ្វើឲ្យ Buffon ក៏ពិតជាចាប់គិតថាឱសថថ្នាំទាំងអស់នេះពិតជាថ្លៃពេកហើយចំពោះ Buffon ឯនេះវិញក៏ពិតជាមិនដឹងពីតម្លៃថ្នាំឱសថទាំងអស់នឹងឡើយអញ្ចឹងអ្នកលក់លីហុងក៏បាននិយាយប្រាប់ Buffon ឲ្យបានដឹងដោយសារតែថ្នាំខ្លះគឺមានអាយុកាល10ឆ្នាំហើយខ្លះទៀតគឺមានអាយុកាល2ឆ្នាំ3ឆ្នាំ10ឆ្នាំ20ឆ្នាំតាមដល់ទៅហើយតម្លៃរបស់វាគឺតាមនឹងផងដែរ Buffon បាននិយាយតបថាថ្នាំដែលគេត្រូវការនោះក៏ពិតទៅគឺគ្រាន់តែជាថ្នាំអាយុកាលតិចតួចតែប៉ុណ្ណោះហើយវាបានជាលោកចុះថ្នាំដែលមានអាយុកាលច្រើនចាំមកឲ្យខ្ញុំដូច្នេះក៏សូមអភ័យទោសទៅកាន់លីហុងដែលជាអ្នកលក់នឹងផងដែរនៅពេលដែលខ្ញុំមានលុយគ្រប់គ្រាន់ខ្ញុំនឹងបញ្យកឱសថថ្នាំទាំងអស់នេះអញ្ចឹងលីហុងគឺមិនសុខចិត្តទេចឹកដៃវាយຕົកផាំងនឹងគិតថាខ្លួនគេពិតជាច្នៃពេលអត់ប្រច័យពេកហើយខឹងមុំម៉ាំងទៅកាន់ Buffon មិនចាំតិចក៏បានជាបែបមឹងយូទៅកាន់ Buffon ផងដែរសម្លៀកបំពាក់របស់អញគឺដូចជាអ្នកសុំទានអញ្ចឹងហើយក៏ចេះតែហ៊ានមកទីនេះទិញឱសថថ្នាំទៀត Buffon បំរុងតាមនិយាយតបទៅហើយក៏បានលឺមនុស្សពីរនាក់នេះបាននិយាយគ្នាគឺនិយាយតាក់ទងជាមួយនឹងប្រាក់រង្វាន់ប្រសិនបានណាគេអាចឆ្លើយជំនួសតាក់ទងជាមួយនឹងឱសថថ្នាំបុរាណនេះបានប្រកាសជានឹងទទួលបានប្រាក់រង្វាន់1លានចន់ Buffon បានលឺអញ្ចឹងគេគិតថាខ្លួនគេគួរណាតែធ្វើការតេស្តប្រឡងនឹងទៅប្រកាសជានឹងទទួលបានប្រាក់រង្វាន់1លានចន់ចាក់ជាមិនខានហើយម្ចាស់ទេទាំងអស់ហ្នឹងវាគឺជារឿងចៃដន្យរបស់គេដែរដែលគេបានស្វែងយល់តាក់ទងជាមួយនឹងឱសថថ្នាំបុរាណតាមរយៈសភៅដែលបានកត់ត្រាទាំងអស់នោះដែលបានសម្លឹងទៅមើលឱសថដែលបានសរសេរនៅលើអេក្រង់ទូរទស្សន៍ហ្នឹងបានសរសេរថាតាក់ទងជាមួយនឹងឱសថថ្នាំគឺមានភាពផន់ច្រឡំគ្នាពី3ម៉ោងបើសិនបើការតម្រូវវាបានតិចប្រកាសជានឹងដំណើរការ 100% បានចាក់ជាមិនខានអញ្ចឹង Buffon គេក៏បានដើរទៅឆ្លើយសំណួរឬមួយក៏រៀបចំឱសថថ្នាំទាំងអស់ហ្នឹងតាមរីករាយក៏ដូចជាបានចូលនៅក្នុងសមាផ្លូវចិត្តមកតេស្តសារបងតាក់ទងជាមួយនឹងឱសថថ្នាំទាំងអស់នេះថាអាចប្រើប្រាស់ជាមួយនឹងរូបមន្តទាំងអស់នោះបានដែរទេដូច្នេះ Buffon គេក៏បានការប្រែរូបមន្តថ្នាំទាំងអស់ហ្នឹងបានសឹងតែជោគជ័យទៅហើយអញ្ចឹងអានេះលោកលីហុងគេបានមកហាមឃាត់អញ្ចឹងណាយីអាឡនហេតុអ្វីបញ្ជាឯងមកអង្គុយធ្វើការតេស្តប្រឡងនៅទីនេះអញ្ចឹងយល់ទៅគ្រាន់តែសរសេរកវីចោលគិតថាទាំងអស់ហ្នឹងពិតជាត្រឹមត្រូវមែនទេ Buffon គេបាននិយាយតបទាំងអស់នេះគឺដោយសារតែគេគឺចង់ធ្វើការតេស្តសារបងដើម្បីទទួលបានប្រាក់រង្វាន់1លានចន់ចាណាក្តីលីហុងបាននិយាយបែបឌឺដងទៅកាន់ Buffon ម្ដងទៀតអាឡតាតែគិតថាអាចកែប្រែរូបមន្តចិនថ្នាំបុរាណទាំងអស់នេះបានដែរទេសម្បីតែនៅជំនាញពេទ្យចិនបុរាណល្បីៗជាច្រើនណាក៏ពួកគាត់គឺមិនអាចស្វែងយល់នឹងកែប្រែរូបមន្តថ្នាំចិនបុរាណទាំងអស់នេះបានដែរហើយអញគិតថាអញគឺជានរណាគេដូចជាឆ្កែបន្តិចឆ្មាបន្តិចចង់តាំងខ្លួនឯងធ្វើជាអ្នកចេះអីណាអញ្ចឹងគឺវាមិនអាចទៅរួចឡើយអញ្ចឹងលោកម្ចាស់ហាងគាត់ក៏បានមកដល់គាត់ក៏មានឈ្មោះថាចៅស៊ីងហៅគាត់ក៏បានសួរលីហុងតើមានរឿងអ្វីហេតុអ្វីបានជាមាត់ញ៉ៃញ៉ៃនៅទីនេះដូចនោះអញ្ចឹងលីហុងក៏បាននិយាយប្រាប់លោកម្ចាស់ហាងថាលោកតកែអលិតម្នាក់នេះគេគឺជាក្មេងក្តីក្រគ្មានលុយទេប៉ុន្តែគឺមកទីនេះទិញឱសថថ្នាំរបស់ពួកយើងគិតថាចង់មកបង្កបញ្ហាហើយក៏បានសរសេរកែប្រែរូបមន្តចិនថ្នាំបុរាណផ្ដាស់ផងដែរអញ្ចឹងនៅពេលដែលម្ចាស់ហាងបានពិនិត្យមើលរួមទៅក៏ពិតជាភ្ញាក់ផ្អើលដែលបានឃើញថារូបមន្តនេះវាគឺជារូបមន្តដ៏ត្រឹមត្រូវយេស៊ូទៅកាន់ Buffon អ្នកកំឡោះតើរូបមន្តនៅលើជញ្ជាំងហ្នឹងអ្នកកំឡោះគឺជាអ្នកកែប្រែសរសេរវាមែនទេដូច្នេះគឺវាពិតប្រាកដហើយចំពោះលីហុងគិតថាលោកតកែគឺខាង Buffon នោះនឹងបាននិយាយឌឺដងទៅកាន់ Buffon ពីសម្ដីប្រមាណម៉ាត់បន្ថែមទៀតប៉ុន្តែលោកតកែគាត់ក៏បានតែកតាមុខលីហុងមួយដៃផ្លាច់នឹងបានឲ្យលីហុងសុំទោសអ្នកកំឡោះម្នាក់នេះភ្លាមទៅអញ្ចឹងលីហុងក៏បានអង្គគ្រប់សុំទោស Buffon បងប្រុសខ្ញុំសុំទោសផងហើយចំណែកឯលោកតកែគាត់ក៏បានអង្គគ្រប់សុំទោស Buffon ជំនួសកូនចៅរបស់គាត់ផងដែរដែលបានសួរ Buffon បន្ថែមទៀតអ្នកកំឡោះតែអ្នកកំឡោះគឺអាចបំពេញរូបមន្តថ្នាំបុរាណចិននៅលើចិញ្ចើមនេះបន្ថែមទៀតបានទេចំពោះ Buffon បានជាប្រាប់ថាគឺបានលោកតកែគាត់បានហុចបិចដៃពីរឲ្យ Buffon ប្រសិនបើអ្នកកំឡោះអាចបំពេញរូបមន្តថ្នាំចិនបុរាណនៅលើចិញ្ចើមនេះបាននឹងទទួលបានប្រាក់រង្វាន់1លានចន់មិនបាត់មួយកាក់1សែនទេតែចំណាក់ដៃ Buffon បាននិយាយថាគេគឺបដូរចិត្តវិញហើយគឺមិនចង់បំពេញរូបមន្តថ្នាំចិនបុរាណនៅលើចិញ្ចើមនេះទេ តែ
ទាំងអស់ហ្នឹងគឺដោយសារតែអ្នកបម្រើរបស់លោកទៅកែក៏បានដេញតាមជេរខ្ញុំថាខ្ញុំគឺព្រៀបបានដូចជាសត្វឆ្កែឬមួយក៏ដូចជាសត្វឆ្មាទេម្ល៉េះហើយលោកទៅកែគូណាតែរឿងអ្នកផ្សេងបំពេញរូបមន្តថ្នាំចិនទៅលើចិញ្ចើនេះទៅងើបឈរឡើងបដងតែដើរចាក់ចេញតែក៏ត្រូវបានលោកទៅកែចាប់ដៃប៊ូហ្វាន់ជាប់និយាយអង្វរប៊ូហ្វាន់ឲ្យបំពេញរូបមន្តបន្ថែមទៀតដូច្នេះគាត់ក៏បានជាទឹកកាន់លីហុងខ្លាំងអាចចង្រៃយកហេតុអ្វីបើជាឯងធ្វើឲ្យបងប្រុសម្នាក់នេះគឺខឹងសម្បាតដល់ថ្នាក់នេះហើយចាប់បច្ចាសុំទោសបងប្រុសម្នាក់នេះឲ្យជាបន្តទៅបើសិនតើបងប្រុសម្នាក់ហ្នឹងគឺមិនអត់ទោសឲ្យឯងទេអញ្ចឹងខ្ញុំនឹងបណ្ដេញឯងចាក់ចេញពីទីកន្លែងលក់ថ្នាំបើសិនបារានេះតែម្ដងអញ្ចឹងឯងលីហុងគឺពិតជាភ័យលោកជង្គង់ចោះសុំទោសប៊ូហ្វាន់បងប្រុសឲ្យខ្ញុំសុំទោសហើយអត់អន់ទោសឲ្យខ្ញុំផងអញ្ចឹងប៊ូហ្វាន់គេបានអត់អន់ទោសឲ្យលោកតកែបាននិយាយប្រាប់ថាលីហុងអញគូណាតៃយកអសត់ថ្នាំដែលអ្នកកំឡុងម្នាក់នេះបានទិញមិញរៀបចំទៅហើយមិនបាច់គិតប្រាក់ទេលីហុងគឺពិតជាខ្ជាប់អើដោយសារតែតម្លៃអសត់ថ្នាំហ្នឹងគឺវាពិតជាថ្លៃណាស់ពីសែនជាងយន់អញ្ចឹងណាចំពោះលោកតកែគាត់គឺមិនបានខ្វល់ទេនឹងបានដេញឲ្យលីហុងបញ្ញាទៅរៀបចំទៅហើយក៏បានជាអន់គ្រប់សំទោសទៅកាន់ប៊ូហ្វាន់ម្ដងទៀតថាលោកប្អូនណាដូចឆ្នាំអសបរានទាំងអស់នេះគេទុកថាវាគឺជាការសុំទោសទៅកាន់លោកប្អូនហើយក៏សង្ឃឹមថាលោកប្អូនជួយបំពេញរូបមន្តថ្នាំចិននៅលើចិញ្ចើនេះបន្តទៀតដូច្នេះប៊ូហ្វាន់គេបានទិញចឹកបិចនឹងបានចូលក្នុងសម្រិតផ្លូវចិត្តរបស់គេម្ដងទៀតពេលនេះនឹងសារលបងថ្នាំទាំង3មុខនេះប៉ុន្តែគឺវាគ្មានប្រយោជន៍ទេអញ្ចឹងប៊ូហ្វាន់ក៏បានចាប់ផ្ដើមពិនិត្យនឹងតេស្តសារលបងថ្នាំបន្តទៀតដូច្នេះប៊ូហ្វាន់គេបានចាប់ផ្ដើមសរសេរនឹងកែប្រែរូបមន្តថ្នាំចិនបុរាណនៅខាងលើចិញ្ចើតែម្ដងទៅហើយដោយការសរសេរនឹងកែប្រែរូបមន្តរបស់ប៊ូហ្វាន់ប្រព័ន្ធ system ក៏បានពិនិត្យមើលម្ចាស់ទៀតលោកតកែក៏ពិតជាសប្បាយចិត្តដែលបានឃើញថារូបមន្តថ្នាំចិនដែលប៊ូហ្វាន់បានកែប្រែវាពិតជាអស្ចារ្យចំណែកកែលីហុងក៏ដូចគ្នាផងដែរនឹងគិតថារឿងទាំងអស់ហ្នឹងវាពិតជាអពុធហេតុពេកហើយមនុស្សស្មានថាប៊ូហ្វាន់គឺអាចធ្វើរឿងទាំងអស់នេះបានឡើយលោកតកែគាត់គិតថាដោយរូបមន្តថ្នាំទាំងអស់នេះមើលទៅវាពិតជាអស្ចារ្យថ្នាំទាំង3មុខនោះទោះបីជាគាត់ត្រូវចំណាយពេលរាប់សិបឆ្នាំទៀតក៏ដោយក៏គាត់នឹកស្មានមិនដល់ឡើយតែទៅជាមួយនឹងថ្នាំទាំង3មុខនេះតែភ្លាមៗណាប្រព័ន្ធ system នៅលើកុំព្យូទ័រហ្នឹងក៏បាននិយាយប្រាប់ថាថ្នាំទាំងអស់ហ្នឹងគឺមិនត្រូវបានជោគជ័យនៅក្នុងការកែប្រែឡើយលោកតកែគាត់ក៏បានសួរប៊ូហ្វាន់តើមានបញ្ហាអ្វីចឹងណាចឹងប៊ូហ្វាន់គេក៏បានជាប្រាប់ថាថ្នាំទាំង3មុខហ្នឹងនៅពេលដែលបានប្រើប្រាស់ដបងមកគឺគ្មានប្រសិទ្ធភាពអ្វីនោះទេម្ចាស់ទៀតលោកតកែគាត់បានដឹងថាថ្នាំទាំងអស់ហ្នឹងគឺមិនអាចប្រើប្រាស់វាស្របពេលជាមួយគ្នាបានឡើយអញ្ចឹងនៅពេលដែលលោកតកែបាននិយាយគឺពិតជាត្រឹមត្រូវណាដូចថ្នាំទាំងអស់ហ្នឹងគឺមិនអាចប្រើប្រាស់វាស្របពេលជាមួយគ្នាបានឡើយគឺដោយអ្វីដែលប្រព័ន្ធ system នៅលើកុំព្យូទ័របាននិយាយអញ្ចឹងដែរក៏ប៉ុន្តែប៊ូហ្វាន់ក៏បានប្រាប់ឲ្យលោកតកែរងចាំបន្តិចសិនទៅគឺរងចាំឲ្យប្រព័ន្ធ system នៅលើកុំព្យូទ័រពិនិត្យមើលឲ្យបានច្បាស់លាស់ប៊ូហ្វាន់ក៏បានចុចប៊ូតុងនៅលើ tablet ហ្នឹងបានដំណើរការប្រព័ន្ធ system ពិនិត្យមើលម្ដងទៀតអញ្ចឹងគឺជាបានឃើញថារូបមន្តថ្នាំចិនដែលប៊ូហ្វាន់បានកែប្រែគឺវាត្រូវបានពិសោធន៍និងពិនិត្យមើលដោយជោគជ័យបានល្អមែនហើយសាច់រឿងរបស់ជំនាញភាគទី5ក៏ត្រូវបានកាត់ស្លេះតែប៉ុណ្្នឹងដែរអញ្ចឹងគឺយើងជួបគ្នាជាមួយនឹងភាគថ្មីបន្តទៀតអរគុណច្រើន